បងអែមបាយដំណើបតរ៉េនបងប្អូននិយាយពីថាបានធ្វើញ៉ាំមកខ្ទិះឆ្ងាញ់ខ្ទិះដូងបោកជាមួយនឹងក្លិនតរ៉េនដាក់ទាំងដុំបែបនេះអូយញ៉ាំដកចិត្តមិនថាមិនរួចហើយសម្រាប់នេះគឺជាគ្រឿងផ្សំរបស់យើងដែលយើងមានហ្នឹងបងប្អូនអីដែលពិសេសហ្នឹងគឺតរ៉េននេះបងប្អូនហើយតួឯកសំខាន់របស់យើងចេញមកគឺថាល្បីជារៀងរាល់ឆ្នាំមកហ្មងហើយគ្រឿងផ្សំរបស់យើងមានតែប៉ុណ្្នឹងមកឲ្យបងប្អូនងាយស្រួលធ្វើមែនតែនអីដែលពិបាកហ្នឹងគឺត្រាំអានេះ7-8ម៉ោងអញ្ចឹងបងប្អូនត្រាំយូរមែនតែនសំខាន់ហ្នឹងគឺខ្ញុំចង់បានបាយដំណើបមួយដែលថាមើលទៅវាមានសភាពទន់ឈ្ងុយអញ្ចឹងណាបងប្អូនខ្ញុំចូលចិត្តញ៉ាំមែនទែនជាមួយនឹងបាយតាណាវាថាផ្អែមលាយជាមួយនឹងតរ៉េនស្រូបទឹកខ្ទិះបែបនេះអូចេញមកឆ្ងាញ់ហ្មងអានេះគឺខ្ញុំមានបន្ថែមស្លឹកតើយតែខ្ញុំភ្លេចដាក់បងប្អូនដាក់ទៅកាន់តែថាឈ្ងុយហើយឥឡូវនេះគឺយើងមកធ្វើតរ៉េនរបស់យើងណាបងប្អូនតរ៉េននេះបើថាវារៀងទន់អីចឹងយើងអាចយកទៅដាក់ជាមួយនឹងខ្ទិះដូងបានប៉ុន្តែបើថារបស់ខ្ញុំនេះវិញរៀងស្រួយក្រៅរៀងទន់ក្នុងអញ្ចឹងណាអញ្ចឹងត្រូវការឲ្យខ្ញុំនឹងច្បាច់របស់វាឲ្យបែកសិនចាំយើងយកទៅកូរជាមួយនឹងខ្ទិះដូងរបស់យើងអញ្ចឹងណាហើយពេលដែលកូរជាមួយនឹងខ្ទិះដូងនោះបងប្អូនកុំភ្លេចដាក់ស្លឹកតើយដើម្បីឲ្យវាថាកាន់តែឈ្ងុយថែមមកកម្រិតទៀតអញ្ចឹងហើយខ្ទិះដូងនេះខ្ញុំប្រើ4-5កែវនេះបងប្អូន4-5ចានហ្នឹងអញ្ចឹងដាក់កាន់តែច្រើនកាន់តែឈ្ងុយហើយតរ៉េនរបស់យើងនេះយើងដាក់ចូលមកកូរវាថាបែកសពគ្នាពេញហ្នឹងមកគឺយើងបន្ថែមជាមួយនឹងស្ករសខ្ញុំដាក់ប្រហែលជាពាក់កណ្ដាលហ្នឹងបងប្អូនដាក់ប្រហែលជាពាក់កណ្ដាលចានហ្នឹងអំបិលបន្តិចមកហើយជាមួយនឹងទឹកដោះគោខាប់ខ្ញុំដាក់តែមួយស្លាបព្រាទេយកផ្អែមឡំជាមួយនឹងដាក់ម្សៅឆាបន្ថែមអញ្ចឹងដើម្បីឲ្យវាខាប់ឆ្ងាញ់ណាបងប្អូនកូរតែប៉ុណ្្នឹងមកគឺរួចរាល់ហើយបាយតាណារបស់យើងនេះគាត់ថាបាន1ម៉ោងគាត់ថាបានឆ្អិនដែរនេះច្បល់វាចេះមកឈ្ងុយជាមួយនឹងស្លឹកតើយអូយគួរថាចង់ញ៉ាំអញ្ចឹងណាហើយយើងយកវាដាក់ចានអញ្ចឹងមកយើងយកផ្កាប់ជាមួយនឹងចានរបស់យើងបន្ថែមទៀតណាបងប្អូនហើយមូលល្អមែនតើហើយរៀបជាមួយនឹងតរ៉េនអូតរ៉េនរបស់គេនេះសាច់វាថាស្រួយក្រៅទន់ខាងក្នុងហើយយើងស្រោបជាមួយនឹងទឹកខ្ទិះដែលថាយើងបានធ្វើនេះមកនេះបងប្អូនចិនជាបាយតាណាបតរ៉េនវាថាមួយចានយ៉ាងឈ្ងុយឆ្ងាញ់មកហ្មងហើយស្រោបជាមួយនឹងថាខ្ទិះចេះទៀតមកបងប្អូនហើយបាយតាណាបយ៉ាងថាឡើងស្អិតញ៉ាំមកវាថាអត់មានចេះថាញ៉ាំមកអត់មានផ្អែមថាខ្លាំងឬក៏ផ្អែមវាថាចេញមកតលន់អីបងប្អូនផ្អែមឡំតិចប៉ុណ្ណឹងមកល្មមឆ្ងាញ់ហ្មងឲ្យថាយើងដាក់ខ្ទិះដូងឲ្យច្រើនលៃស្ករលៃវាថាទៅដោះគោខាប់មកល្មមមកគឺថាចេញមកផ្អែមឡំយើងអាចទទួលយកបានទេបងប្អូនហើយណាឆ្ងាញ់យើងដាក់ជាមួយនឹងសាច់តរ៉េនមកចាប់ជាតិ